បាទសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំមានមតិយោបល់មួយមិនដឹងថាបងប្អូនគិតយ៉ាងដូចម្ដេចទេប៉ុន្តែខ្ញុំគិតថាបងប្អូនមួយចំនួនចង់និយាយតែមិនហ៊ាននិយាយតែសម្រាប់ខ្ញុំនឹងគិតថាការនិយាយរបស់ខ្ញុំគឺការគិតពិចារណាទាំងអស់គ្នាទេណាបងប្អូនអញ្ចឹងតាមយោបល់ខ្ញុំឃើញពលានពលចន្តងយើងមួយទុកចោលមិនអភិវឌ្ឍអ្វីសោះយូរវានឹងស្មៅដោះជុំចិត្តយូរវាទៅជាកន្លែងមួយដែលមិនល្អមើលវាទៅជាកន្លែងមួយដែលអាចបើនិយាយរួមទៅគេហៅវត្ថុអនុស្សាវរីយ៍ពីដើមណាបងប្អូនកាលណាយើងសាងសង់អ្វីមួយវាតែងតែបំបត្តិអញ្ចឹងខ្ញុំចំណុចនេះបើតាមខ្ញុំគិតទេណាបងប្អូនបើយើងទុកចោលវាស្ដាយបើសិនជាយើងយកជួលឬក៏ធ្វើអីអ្វីមួយឲ្យវាមានប្រាក់ចំណូលចូលប្រទេសជាតិសំខាន់នៅពេលនេះអ្វីដែលយើងសំខាន់គឺត្រូវការលុយត្រូវការអាវុធដើម្បីការពារប្រទេសជាតិយើងអញ្ចឹងខ្ញុំគិតថាអ្វីក៏ដោយដែលយើងគិតថាធ្វើទៅវាចំណេញបានផលហើយយើងក៏បានលុយដើម្បីទិញសម្ភារអាវុធការពារប្រទេសយើងខ្ញុំជឿជាក់ថាល្អណាបងប្អូនណាគិតដូចខ្ញុំខ្លះសូមខមមិនជួយខមមិនប្រាប់ផងព្រោះខ្ញុំគិតថាប្រទេសជាតិសំខាន់ណាបងប្អូនបើយើងបាត់បង់ទៅមិនងាយបានមកវិញទេបាទដូចវត្ថុអនុស្សាវរីយ៍រាប់រយរាប់ពាន់ឆ្នាំប្រាសាទព្រះវិហារប្រាសាទតំន់តូចប្រាសាទតមុនធំនៅពេលនេះឃើញបងប្អូនខ្ទេចយើងព្យាយាមការពារណាបងប្អូនតែគេបំផ្លាញខ្ទេចយើងបានអីឲ្យកូនចៅយើងចំនួនក្រោយបានមើលខ្ញុំស្ដាយមែនទែនសំបីតែមិត្តភក្តិខ្ញុំសំបីតែភរិយាខ្ញុំគាត់ស្ដាយគាត់អត់ប្រាសាទព្រះវិហារមើលគាត់ស្ដាយមែនទែនជីវិតនេះគាត់មិនតាមបានទៅបរងថាមានកម្រងនឹងទៅឆាប់តែលេងប្រាសាទព្រះវិហារបងប្អូនឥឡូវនេះខ្ទេចពយតាឌីត្រូវបាត់លេងមានតែខ្ញុំក៏បានទៅច្រើនដងដែរប៉ុន្តែអ្នកខ្លះគាត់មិនបានទៅគាត់ស្ដាយមែនទែននេះហើយដែលយើងមានការឈឺចាប់មែនទែនជារបស់ដូនតាយើងត្រូវបាត់បង់មួយប្រព្រឹត្តភ្នែកអញ្ចឹងកន្លែងនេះខ្ញុំសូមឲ្យបងប្អូនទាំងគ្នាខ្ញុំមិនដឹងថាបងប្អូនយល់ស្របយ៉ាងណាទេអានេះក៏គ្មានអ្នកណាមកប្រាប់ខ្ញុំដែរគឺតាមការគិតដែលខ្ញុំជិះកាត់មុខពលានយូរទៅខ្ញុំឃើញទៅវាដូចរដងវាថាមើលទៅគួរឲ្យចង់អង្គុយកូនតែឥឡូវនេះវាដូចស្ងាត់សងំអញ្ចឹងណាបងប្អូនមើលទៅដូចរាងទុកចោលរបៀបថាមើលទៅសោះក៏ក្រោះហើយបើសិនតែយើងយកទៅធ្វើអីមួយអភិវឌ្ឍអីមួយដែលធ្វើទៅវាហើយធ្វើឲ្យវាមានប្រាក់ចំណូលដល់យើងមានលុយទិញអាវុធការពារបងប្អូនគិតថាល្អតែទេបាទខ្ញុំចែកម្លែកប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាហើយក៏សូមជម្រាបជូនថាផេកខ្ញុំលេងសទីឥឡូវនេះកំពុងចូលបានទេ admin ចូល account បានទេវា block បង 3-4 account អញ្ចឹងក៏សូមអភ័យទោសផងខ្ញុំបង្កើត account ថ្មីនេះដើម្បីការពារខ្លាំងជាងមុនហើយក៏ខ្ញុំបង្កើត account លើកនេះអាចច្រើនជាងមុនទៀតដើម្បីការពារថៃ report ការពារថៃ block account របស់ខ្ញុំប៉ុន្តែសូមជម្រាបបងប្អូនទាំងអស់គ្នាប៉ុន្តែ pack នៅ account ខ្ញុំអត់តាន់ទៅណាទេនៅដំណើរការធម្មតាប៉ុន្តែខ្ញុំចូលវាអត់តាន់បានអញ្ចឹងសូមជម្រាបជាព័ត៌មានទាំងអស់គ្នាបងប្អូនបាទអរគុណជម្រាបលា